មស្ការថ្វាយបង្គំកណ្ណាគុណចាស់អង្គគ្រូចារិកាវត្តពៅម៉ែចាស់គ្រប់ព្រះអង្គទាំងប៉ុន្តែមកទោសគុណចាស់កាលសិលមិញអីហ្នឹងគិតថាចេញពីព្រះសក្យមនីចេតិយមកគិតម៉ោងខុសហ្នឹងហើយគិតថាចេញម៉ោង3កន្លះមកអីហ្នឹងថាម៉ោង5អីមកដល់គិតតែម៉ោង3កន្លះទៅម្ដែងបានបន្តិចហ្នឹងហើយហើយមកតាមផ្លូវថ្ងៃច័ន្ទហ្នឹងអូនចៅអីរៀនអីចឹងទៅហ្នឹងហើយវិសាខបុណ្ណមីបានឈប់ហ្នឹងហើយចឹងក៏ចង្អៀតតាមផ្លូវច្រើនមកក្នុងកម្មវិធីមេខបុណ្ណមីចឹងណាបានជួបជុំពុទ្ធបរិស័ទច្រើនប្រចាំវត្តពៅមាសហ្នឹងហើយបានជើញមកទាំងដោយក្តីជ្រះថ្លាក្នុងពុទ្ធសាសនាយើងបូជាពុទ្ធបូជាព្រះធម៌បូជាព្រះសង្ឃហ្នឹងហើយបូជាតាមរយៈយើងបច្ច័យ4ហ្នឹងទំនុកបំរុងព្រះសង្ឃគ្រាន់ថាថ្ងៃហ្នឹងយើងបូជាបន្ថែមច្រើនជាង10ដងបោសិទ្ធសិលបន្ថែមហ្នឹងហើយបានជូនដំណើរបោសុតស្អែកថ្ងៃទៀតអីចឹងទៅណាជូនដំណើរហ្នឹងគឺរក្សាបោសុតបដិជាករៈអមអីចឹងទៅហ្នឹងហើយធ្វើចង្ហាន់អីមកវត្តអីចឹងក៏បានថ្ងៃស្អែកអីចឹងណាយើងឆ្លងមេខបុណ្ណមីមេកបូជាហើយខ្ញុំណាបានរួមជាធម្មទានតាមការរាប់អានរបស់គុណចាស់តាមវត្តពីមុនមកទៅពៅមាសមិនតាន់ទេជាប់នៅវត្តប្រាងវត្តអីចឹងទៅឥឡូវដកវត្តប្រាងមកដាក់ទៅពៅមាសចេញពីព្រះសក្យមនីចេតិយមកទាំងព្រឹកមិញវត្តប្រពៃក្រោមទៅប្រសិទ្ធលើទៅទូទានបាយព្រៃសីអត់មានពេលម្ដែងពធัวអីរួមនៅវត្តព្រៃសីទេណាមកព្រៃគោម៉ោង1បានម៉ោង2ជាងតិចអីចេញមកណាម៉ោង3ជាងបន្តិចអីដែរព្រះសក្យមនីចេតិយហ្នឹងឯង1ម៉ោងលើខ្វះតិចតួចមើលនិតអានប្រាក់ច្រើនពុទ្ធបរិស័ទបូជាហ្នឹងឯងខ្វះតែ6លានទៀតទេ40លានណាអញ្ចឹងនៅ7មាសនេះមុខឲ្យបាន6លានហ្នឹងហើយសួរអំប្រុសថា40លានហ្នឹងកតុយប្រមាណថែមកតុយទៀតទៅបាន$10000ណាអំប្រុសក៏គិតមិនតាន់ចេញដែរបានដឹងព្រោះមិនឮគេផ្សាយទឹកប្រាក់អីហ្នឹងចេះតែគិត$4000ចឹងទៅហ្នឹងហើយ$40,010ចឹងណា40លានវា10000ចឹងទៅហើយបើអំផឯងគិតឃើញហើយក៏បន្ថែមដែរហ្នឹងហើយលើសពី40លានទៅនៅពៅមេសយើងហ្នឹងនៅតែ6លានហ្នឹងហើយទៀតទេហ្នឹងហើយបាន40បានបូជាមេកបូជាដែងពធัวហ្នឹងវារੂបនផងរੂលុយផងណាហ្នឹងហើយរੂលុយដែរដើម្បីបាន
សបាយធ្វើបន់កុសលកេនគុណចាស់ជូនពុទ្ធបរិស័ទបងប្អូនកូនចៅហើយសបាយចិត្តតាមៈបូជានឹងបានបូជាពធហើយបានត្រេកអរបន់កុសលមួយលោកគ្រូហ្នឹងបាន40លានហ្នឹងមេឃបូជាចឹងទៅហើយសំណាងដែលយើងនៅមានជីវិតរស់នៅតេតក់មកដល់យើងសប្ថ្ងៃយើងខំថែរក្សាខ្លួនយើងឲ្យបានល្អហ្នឹងដោយខ្ញុំមណាអីហ្នឹងនឹកឃើញរតនាមកផ្សំជាមួយនឹងពធហ្នឹងប្រវត្តិដោយកូនពៅចឹងទៅមិនសូវបាននៅជាមួយឪពុកម្ដាយច្រើនទេហើយបងប្អូនកូនចៅអីអាយុ50 60ហើយនៅមានឪពុកម្ដាយហើយទាំងមានសម្មាទិដ្ឋិដឹងគុណមេត្តាបិតាជាព្រះអរហន្តរបស់ខ្លួនទៅទៀតនឹងត្រេកអរបន់ណាគុណចាស់អីពិសេសទៅទៀតណាបាននៅក្នុងពភ្នោះហើយនៅមានញោមណាពិសេសណាគុណចាស់ជ្រាបគុណមេត្តាបិតាហ្នឹងអញ្ចឹងការដែលបួសហ្នឹងគឺតបស្នងសងគុណមេត្តាបិតាទោះជាគាត់ជ្រះថ្លាតិចច្រើនអីប៉ុណ្ណាក៏ដោយហ្នឹងឯងប៉ះសិនបើគាត់ផ្្លាត់កតិទៅអបាយភូមិបើមិនផ្្លាត់ទេក៏ត្រេកអរណាស់ហើយទៅសុគតិភូមិហ្នឹងតែបើថាផ្្លាត់កតិយ៉ាងណាចិត្តសៅមងអីនៅពេលចិត្តស្លាប់ហ្នឹងសូម្បីតែកើតក្នុងនរកទាំងគ្រាន់តែត្រេកអរជាមួយនឹងញាតមិនចាំបាច់ដល់ទៅលោកកូនផងទៅក្នុងអាកੰខយសោតបៃតកលេខ20គុណចាស់មើលអថាផងហ្នឹងហើយនឹកឃើញលោកកូននៅក្នុងពភ្នោះហ្នឹងរួចពីនរកទាំងប៉ុនហ្នឹងណាប៉ុនហ្នឹងកាត់នាមរូបក្នុងនរកហ្នឹងដោយឧបច្ឆេតកកម្មប៉ុនហ្នឹងជាកុសលហ្នឹងហើយបើកាត់ជីវិតមនុស្សយើងអាហ្នឹងបាបឧបច្ឆេតកកម្មហ្នឹងជាបាណារិបាតអីជាដើមអញ្ចឹងទៅហ្នឹងឯងអាហ្នឹងមកកាត់ជីវិតមនុស្សហើយឲ្យផលឬក៏បើកឱកាសដល់កម្មដតីឲ្យផលហ្នឹងឯងដោយបាបពេមិសាអីហ្នឹងក៏បាបចូលទៅកាត់បជនព្រះអង្គប៉ុន្តែបើកឱកាសដល់បាបឲ្យបដិសន្ធិក្នុងទេវលោកតែបើឧបច្ឆេតកកម្មហ្នឹងវាកាត់នាមរូបក្នុងនរកដូចជាព្រះនាងម៉ាលិកាគមហេសីបាទបសេនតិអីហ្នឹងប៉ុនចូលទៅកាត់អាយុនៅក្នុងនរកហ្នឹងហើយជាជាណកកម្មឲ្យបដិសន្ធិក្នុងទេវលោកឋានតោសិតទៀតជីវិតសត្វលោកហ្នឹងអត់មានអំណាចអីនៅលើខ្លួនយើងទៀមទាយ៉ាងនេះយ៉ាងនោះទេជាបរិជាក៏ដោយមហាសិទ្ធិក៏ដោយគឺនៅលើកម្មជាបច្ច័យហើយបើនៅរស់ជាមនុស្សអញ្ចឹងទៅប្រវាំងចិត្តទៅជាផលបុណ្យទៅកុសលវិបាកទៅតែកាលណាដាច់ប្រវាំងនឹងហើយចុតិណាចុតិណាប្រវាំងចំក្រោយហើយនៅលើកម្មផ្លាស់ប្ដូរវិបាកបរិសន្ធិវិបាកដែលធ្វើប្រវាំងកកិច្ចហ្នឹងនៅលើកម្មផ្លាស់ប្ដូរហើយអត់មាននៅក្នុងអំណាចទ្រព្យសម្បត្តិឋានៈសេនាបតីមានអំណាចបញ្ជាកងទ័ពអីយ៉ាងណាដាច់ចក្រពត្តិត្រាធិរាជបរិនាយកៈឬក៏មេរាធិរាជអីគឺអត់មាននៅលើខ្លួនឯងទេនៅលើកម្មនឹងឯងជាបច្ច័យឲ្យបដិសន្ធិកម្មណាវត្តតិលោកោហ្នឹងច្បាប់បដិច្ចសមុបាទធัวច្បាប់ជីវិតនៃសត្វលោកមិនថាកម្មលទ្ធិសាសនាអីទេហ្នឹងគឺច្បាប់ធម្មជាតិអ្នកណាយល់យ៉ាងម៉េចក៏ដោយនៅលើអ្នកយល់ហ្នឹងឯងដែលពុទ្ធបរិស័ទយើងយល់ត្រូវណាដែលមានសម្មាទិដ្ឋិហ្នឹងឯងទិដ្ឋុជកម្មៈហ្នឹងអញ្ចឹងយើងខំពេញបុណ្យកុសលហ្នឹងរក្សាខ្លួននេះហើយតែខ្ញុំមិនណានឹកថាដែលជាកូនពៅហ្នឹងត្រង់ថាឪពុកម្ដាយគាត់ស្រឡាញ់ណាស្រឡាញ់ដូចថាកាន់ជើងអីចឹងណាភាសាយើងធម្មតាកាន់ជើងហើយទោះជាខុសអីក៏គាត់កាន់ជើងអីចឹងទៅស្ដីឲ្យបងអីចឹងទៅ
ហ្នឹងហើយហ្នឹងគឺគ្រាន់តែនឹករលឹកទឹកចិត្តមេត្តាបិតាហើយគាត់ក៏ចែកឋានចោលទៅហ្នឹងបានជានឹកថាហើយបើយើងមិនរក្សាខ្លួនយើងទេហ្នឹងហើយតើយើងគិតថាឲ្យអ្នកណាមករក្សាយើងមកអត់ពីឪពុកម្ដាយហ្នឹងហើយយើងលើកពីចិត្តឪពុកម្ដាយហ្នឹងណាបើចិត្តអ្នកដតីអីអីហ្នឹងក៏បានដែរណាជាគ្រូឧបជាយាចាអញ្ចឹងទៅជាកល្យាណមិត្តអីចឹងទៅហ្នឹងហើយប៉ុន្តែរកបានដោយក្រណាហ្នឹងហើយដែលចិត្តល្អហ្នឹងហើយយើងក៏ជាមនុស្សល្អផងហ្នឹងហើយក៏ប្រកបផ្សំផងដែរទៅជាមួយនឹងសម្បត្តិទ្រព្យឋានៈបុណ្យស័ក្តិអីចឹងវាប្រកបគ្នាណាហ្នឹងហើយចឹងហើយត្រង់ដែលថាការដែលយើងត្រូវដួលទៅដោយសេដ្ឋកិច្ចគ្រួសារឬក៏ធ្លាក់បនធ្លាក់ស័កអីហើយនៅមានអ្នកដែលអាណិតស្រឡាញ់គាំទ្រយើងថាឲ្យដូចជាម៉ែឪអាហ្នឹងយើងលំបាករស់ហើយមែនណាហ្នឹងហើយម៉ែឪគឺយើងដឹងយើងញាតិញោមទឹកចិត្តម៉ែឪរឹតតែអាណិតកូនទៅទៀតហ្នឹងហើយកូនមានបានទៅឋានៈធំដុំទៅក៏ត្រេកអរទៅថាក្រីក្រទៅមានប្រមាណជួយទាំងអស់ណាហ្នឹងហើយលោភខ្ចីញាតិមិត្តសន្តានអីហ្នឹងជួយកូនហ្នឹងទៅទៀតហ្នឹងហើយមិនចំពោះតែកូននឹងរត់ទទួលទានអីធម្មតាខាតអីទៅទេហ្នឹងហើយដូចបងប្រុសខ្ញុំណាមួយបងគាត់បាត់បង់ជីវិតសម័យដកពួតដែរគាត់ធ្វើទៅហ៊ានគេសម្លាប់គាត់ហ្នឹងហើយប៉ុន្តែវាមានរឿងមួយខ្ញុំចាំបានគាត់លេងល្បែងជាពាក់ប្រាក់គេពុកម្ដាយប្រឹងប្រែងសងហ្នឹងហើយជាមុខជាមាត់ក្រុមគ្រួសារសងជំនួសកូនហ្នឹងអញ្ចឹងទៅនៅតែជាកូនគាត់អញ្ចឹងអាហ្នឹងគ្រាន់តែនឹកឃើញចិត្តម៉ែឪជ័យប្រាក់គេនេះនោះអីបងប្អូនអីគាត់ហ្នឹងហ្នឹងហើយលក់ដីចកាដីស្រែអីហ្នឹងអញ្ចឹងទៅហ្នឹងហើយអាហ្នឹងគ្រាន់តែចង់លើកពីទឹកចិត្តម៉ែឪជាមួយនឹងកូនហើយយើងទៅងាយរស់ចិត្តអ្នករតីណាហើយបានអញ្ចឹងណាវាមិនងាយអញ្ចឹងប៉ុន្តែថាវាមិនមែនអត់សោះទេវាអាចថាប្រសើរពិសេសទៅដូចគ្រូឧបជាយាចាអីចឹងទៅក៏ជាទីពឹងដឹកនាំផ្លូវពធអីចឹងណាពិសេសដែលជាកល្យាណមិត្តព្រះពុទ្ធអង្គក៏ទ្រង់លើកតម្កើងកល្យាណមិត្តហ្នឹងរឿងដឹកនាំមកក្នុងផ្លូវពធអីចឹងទៅមេត្តាបិតាគាត់មេត្តាករុណាក្នុងការអាណិតកូនហើយបើកូនមានបានគាត់ក៏មុទិតាត្រេកអរទៅគឺមួយផ្នែកនឹងចឹងទៅប៉ុន្តែឲ្យគាត់ចេះមកដឹកនាំអីឲ្យមានសទ្ធាហើយគង់នៅក្នុងពភ្នោះដឹកនាំធម្មវិន័យអីដោយព្រះអង្គគ្រូអីចឹងទៅណែនាំឲ្យអង្គដែលមកបួសនឹងត្រូវទៅសិក្សារៀនសូត្រមកស្នាក់នៅវត្តពៅមាសត្រូវតែរៀនបាលីរៀនធម្មវិន័យអីចឹងទៅហ្នឹងគឺថាជាផ្នែកកល្យាណមិត្តដែលដឹកនាំទៅឲ្យសិក្សារៀនសូត្រចេះដឹងនៅក្នុងពុទ្ធសាសនាទៅមកផ្នែកខាងនឹងទៅហ្នឹងហើយបើតលតែយើងជាមនុស្សល្អបាសកបាសកល្អបព្វជិតល្អនឹងផងដែរហ្នឹងហើយតែមិនល្អមិនស្ដាប់បង្កប់អីហ្នឹងហ្នឹងហើយមិនងាយទេមិនងាយរត់ទឹកចិត្តដូចម៉ែឪទេហ្នឹងហើយហ្នឹងគឺយើងគ្រាន់តែខ្ញុំណាចង់លើកពីទឹកចិត្តម៉ែឪហ្នឹងហើយលើកហ្នឹងចង់បញ្ជាក់ថាម៉េចចង់បញ្ជាក់ថាអត់ពីមេត្តាបិតាទៅហ្នឹងយើងត្រូវតែមានស្មារតីស្រឡាញ់ខ្លួនយើងហ្នឹងហើយក្រៃលែងទៅទៀតទៅណាដែលយើងបានមកនៅក្នុងពធហ្នឹងគឺមានបត្រៃសរណគមដែលយើងអាចគឺថាផ្ដល់រតនៈដល់ឧត្តមឲ្យខ្លួនយើងបាននេះមេត្តាបិតាគាត់ណែនាំហើយគាត់រាប់អានពុទ្ធសាសនាណា
ហ្នឹងឯងក៏ប៉ុន្តែក៏មិនមែនថាឲ្យយើងមកចេះដឹងធัวអាអីច្រើនឡើងទៅបានក្រៅទៅពីខ្លួនយើងខំប្រឹងប្រែងជាយាមនឹងទេយើងមើលចាតើអ្នកដតីណាដែលនឹងថាមកមើលថែរក្សាយើងវាប្រកបផ្សំដែលយើងប្រព្រឹត្តល្អអញ្ចឹងទៅតែមានគុណចាស់ទៅមានញាតិញោមទៅជាមិត្តជាភក្តិទៅរាប់អានទៅជួយមកអីចឹងទៅហ្នឹងឯងក៏តើយើងប្រឹងប្រែងជាមនុស្សល្អហ្នឹងគឺតែយើងរំលឹកដាស់តឿនខ្លួនយើងណាហ្នឹងឯងចឹងកុំមានការផ្លាត់ផ្លាតក្នុងដំណើរផ្លូវព្រោះធម្មតាអាការដែលយើងស្រឡាញ់ខ្លួនហ្នឹងស្រឡាញ់ហើយប៉ុន្តែតើស្រឡាញ់ខ្លួនយ៉ាងម៉េចឲ្យត្រឹមត្រូវដើម្បីនឹងរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អហ្នឹងឯងព្រោះគ្រប់គ្នាសិតតែស្រឡាញ់ខ្លួនហើយទោះជាទៅប្រព្រឹត្តបញ្ញវរិយក៏ស្រឡាញ់ខ្លួនណាបាណារិបាតអតនេទានអីនឹងបោកប្រាស់ឆោបោកអីមានរបៀបមិនឆោបោកអនឡាញអីមិនដូចសពថ្ងៃអីហ្នឹងហើយច្រើនអ្នកទៀតណារាប់ពាន់អ្នកទៀតមិនដឹងជារបៀបមិនទេហ្នឹងឯងអាហ្នឹងដើម្បីរស់នៅគឺថាចិត្តតែធ្លាក់ខ្លួនទៅហ្នឹងឯងប្រព្រឹត្តធ្វើនៅអំពើអញ្ចឹងដើម្បីរស់នៅហើយវាដូចថាវាញៀនញាមក្នុងកាមគុណផងណាមានប្រកាសអីចឹងទៅសុបាយក្នុងកាមគុណអីចឹងទៅនឹងឯងធ្លាក់ខ្លួនទៅក្នុងការប្រព្រឹត្តបាបកម្មផ្សេងហើយប៉ុន្តែសិតតែស្រឡាញ់ខ្លួនហើយហ្នឹងប៉ុន្តែមិនដឹងថាខ្លួនដែលត្រូវស្រឡាញ់ហ្នឹងគឺស្អីហើយការដែលស្រឡាញ់ខ្លួនឯងហ្នឹងស្រឡាញ់យ៉ាងម៉េចតាមពុទ្ធសាសនាគឺថាខ្លួនយើងនេះដែលប្រព្រឹត្តទៅជាវត្តដាក់ទុកនេះអាហ្នឹងឯងដែលយើងមានទុកហ្នឹងណាត្រូវរត់ទីពឹងហើយព្រោះមានពាក្យខ្លួនហ្នឹងពីរខ្លួនជាទីពឹងនៃខ្លួនយើងដែលមានសេចក្តីទុកនេះត្រូវការទីពឹងហ្នឹងហើយមកពីមានវត្តដាក់ទុកបានជាត្រូវការទីពឹងអានោះច្បាស់អញ្ចឹងណាសត្វលោកប្រាថ្នាសេចក្តីសុខហ្នឹងមកពីមានទុកហ្នឹងហើយក៏ប៉ុន្តែការដែលប្រាថ្នាសេចក្តីសុខដែលត្រឹមត្រូវគឺសុខព្រោះការអស់ទៅនៃទុក្ខអស់វត្តដាក់បរមសុខគឺព្រះនិព្វានហ្នឹងឯងអាហ្នឹងបានសេចក្តីប្រាថ្នាហ្នឹងត្រឹមត្រូវធ្វើទានរក្សាសិលទៅជាសម្មាបដិបទាហ្នឹងហើយប្រាថ្នាសេចក្តីសុខត្រង់ដែលការអស់ទៅនៃទុក្ខព្រោះវាមានទុក្ខមកហើយបើយើងទៅជាប់នឹងសេចក្តីសុខនៃការសាក់ការសោយអារម្មណ៍សបាយរីករាយក្នុងលោកជាវត្ថុកាមនឹងមិនរួចផុតចាកទុក្ខទេពីព្រោះកាមតណ្ហាភវៈតណ្ហាហ្នឹងវានាំឲ្យមានកម្មនាំឲ្យមានភពជាតិកំណើតនេះយើងកើតជាមនុស្សវាចិត្តតែមានបច្ច័យ4អាហារបរិភោគទេសបែងទីកន្លែងអីចឹងទៅចុះអបាយភូមិមកដែលសត្វលោកប្រព្រឹត្តទៅតាមកម្មមកហ្នឹងហើយអញ្ចឹងយើងរូតរះក្នុងការដែលយើងត្រូវជួយខ្លួនឯងមិនបានត្រូវជួយថាមកពីយើងមានទុក្ខអានឹងយើងឲ្យច្បាស់លាស់ត្រង់ដែលថាយើងស្រឡាញ់ខ្លួនយើងនឹងមកពីយើងមានទុក្ខយើងស្រឡាញ់ខ្លួនយើងឲ្យរួចផុតចាកទុក្ខរួចពីអបាយភូមិរួចពីវដ្តសង្សារហ្នឹងហើយអញ្ចឹងការដែលយើងត្រូវស្រឡាញ់ខ្លួនយើងត្រូវថែរក្សាខ្លួនយើងជួយខ្លួនយើងកុំឲ្យវាប្រព្រឹត្តទៅក្នុងសេចក្តីទុក្ខហ្នឹងអញ្ចឹងត្រង់ដែលយើងជាទីពឹងនៃខ្លួនឯងយើងថែរក្សាខ្លួនឯងហ្នឹងគឺយកអីមកស្រឡាញ់យកអីមកថែរក្សាយកអីដើម្បីថាមកនៅជាមួយនឹងខ្លួនយើងហ្នឹងកុំឲ្យចោលខ្លួនយើងហ្នឹងហើយមើលថែខ្លួនឯងហ្នឹងគឺអីគឺសតិសម្បជញ្ញៈប្រព្រឹត្តទៅជាលោកយៈលោកកតរោធម្មោមានតែប៉ុណ្្នឹងទេទាំងដែលយើងត្រូវស្រឡាញ់ខ្លួនយើងថែរក្សាខ្លួនយើងអត់អំពីបុព្វការីមេត្តាបិតាគ្រូពជាយាចាអីចឹងទៅទោះជានៅមានកល្យាណមិត្តនៅមានព្រះធัวបត្រៃបីដកព្រះសម្មាសម្ពុទ្ធក៏ដោយចាំបាច់យើងត្រូវតែមើលថែខ្លួនឯងឲ្យបានល្អមិនអាចខ្ជាប្រមាទធ្វើដំណើរផ្លាត់ផ្លាតដោយមិនមានសម្បជញ្ញៈទប់ទែងនោះទេហ្នឹងឯងឈ្មោះថាជាសត្រូវនឹងខ្លួនឯងណាបើយើងប្រមាទទៅនាំខ្លួនឯងឲ្យដល់នៅសេចក្តីទុក្ខហើយយើងចេះតែខ្លាចណាជាសត្រូវយ៉ាងនេះជានោះអីចឹងទៅសត្រូវខាងក្រៅអស់យ៉ាងសម្រាប់យើងស្លាប់មកជាតិហ្នឹងប៉ុន្តែនេះអាដែលយើង
គួខ្លាចមែនទេហ្នឹងគឺខ្លាចខ្លួនយើងដែលជាសត្រូវនឹងខ្លួនឯងណាហ្នឹងហើយធ្វើឲ្យយើងផ្លាត់ផ្លាទៅរឿងខ្លះក្តៅក្រហាយស្ដាយក្រោយព្រោះការភ្លៀងផ្លាត់ហ្នឹងអាដែលមិនតាន់បាត់បង់អត់ឃើញតម្លៃទេណាដូចជាការដែលយើងជួបជុំគ្នាញាតិមិត្តដានបងប្អូនរាប់អានគ្នាសប្បាយមានកិត្តិយសគេឈ្មោះដែលជាមនុស្សល្អរាប់អានគ្នានេះណាជួនកាលយើងអត់បានគិតអំពីតម្លៃកន្លែងហ្នឹងទេណាតតែពេលបាត់បង់ទៅបានឃើញតម្លៃក្រៃលែងមានតម្លៃរហូតដល់ទៅថាมันអាចរស់នៅបានក៏មានដែរខ្លះក៏ធ្វើអត្តឃាតទៅដោយសារតែរឿងខ្មាស់គេហ្នឹងហើយឃើញហើយប៉ុន្តែកាលដែលនៅមានហ្នឹងมันបានពិចារណាប្រមាថធ្វេសប្រហែសជួនកាលអាងថាអត់អីហ្នឹងហើយជួនកាលអាងថាលួបលាក់ធ្វើទៅគេអត់ដឹងហ្នឹងហើយបើយើងស្រឡាញ់ខ្លួនយើងវាមិនមែនគ្រាន់តែថារឿងលួបលាក់ធ្វើអំពើបាបអំពើអាក្រក់អីចឹងទៅអ្នករតីមិនដឹងគឺអត់ទេគេមិនដឹងទេប៉ុន្តែចាំបាច់ខ្លួនឯងមិនត្រូវឲ្យមានវិបដិសារៈអាក្តីក្តៅក្រហាយស្ដាយក្រោយគេមិនដឹងតែយើងដឹងខ្លួនយើងណាហើយដល់ដឹងខ្លួនយើងបន្ទោសខ្លួនឯងរឿយហ្នឹងក្តៅក្រហាយអាក្រក់អាក្រៃណាដៅក្រហាយឲ្យទៅកាន់អបាយភូមិទៀតណាសៅมองចិត្តពេលចិត្តស្លាប់ហ្នឹងហើយបើសូវបង្ហាញឲ្យគេដឹងវិញទៅវាអត់មានបិទបាំងទុកទោះជាវាត្រូវគេដឹងអីខ្មាស់គេអីយ៉ាងម៉េចប៉ុន្តែវាអត់មានអាការបិទបាំងលាក់ពុតទុកក្តៅក្រហាយខ្លួនឯងហ្នឹងអាហ្នឹងគឺថារួចពីអបាយភូមិបានបើយើងដឹងខ្លួនទៅយើងពឹងបុណ្យកុសលថ្មីអីចឹងទៅគឺថាយើងពិចារណាពធัวតាមនឹងទៅណាហ្នឹងឯងមិនមាននរណាដែលថាចេះតែត្រូវមកទាំងអស់ទេវាតែងមានការតោះខុសកំឆ្គងអីអញ្ចឹងហើយវាអត់មានអាការដែលលាក់ពុតទុកឲ្យក្តៅក្រហាយស្ដាយក្រោយនឹងទេហ្នឹងឯងតែបើយើងអាចអប់រំចម្រើនដល់វិបស្សនាដឹងនាមរូបព្រមតែដោយបច្ច័យទៅបានដឹងលោភៈទោសៈមោហៈអកុសលមូលនឹងឯងដែលនាំឲ្យមានអកុសលកម្មមិនមែនខ្លួនយើងអ្នកធ្វើបាបកម្មហ្នឹងឲ្យយើងបន្ទោសខ្លួនយើងឲ្យក្តៅក្រហាយទេព្រោះដឹងថាអកុសលមូលហ្នឹងនាំឲ្យកើតអកុសលកម្មហើយបញ្ញាមែនបានណាគ្រាន់តែស្ដាប់គ្រាន់តែគិតវានៅខ្លួនយើងអ្នកស្ដាប់អ្នកគិតនៅតែមានការដៅក្រហាយអញ្ចឹងដល់វិបស្សនាលះអត្តានុតិដ្ឋិទៅតទាំងកបហានៈហ្នឹងហើយបានដឹងវត្តដាក់ហ្នឹងវាអត់មានខ្លួនយើងអ្នកសាងមកទេហ្នឹងឯងអាហ្នឹងគឺជាបញ្ញាដែលជាចូលៈសោតាបានតែនៅក្នុងអត្តកថាលកទូបមសោតដឹងនាមរូបព្រមទៅដោយបច្ច័យហ្នឹងហើយធានាថាក្រោយពីស្លាប់គឺសក្យបរាយណាតេដូច្នេះពុទ្ធបរិស័ទយើងប្រឹងប្រែងវិបស្សនាញាណហ្នឹងថាមិនបានសម្រេចមគ្គផលលោកុត្តរៈអីឲ្យបានដឹងនាមរូបព្រមទៅដោយបច្ច័យហើយយើងផ្ទៀងផ្ទាត់មើលយើងមិនបន្ទោសខ្លួនយើងណាយើងដឹងថាលោកនៃជីវិតហ្នឹងវត្តដាក់ហ្នឹងវាមិនមែនយើងអ្នកសាងអញ្ចឹងយើងអត់មែនជាអ្នកទោសទេនៅតែជាអ្នកសិក្សាលោកតាមសេចក្តីពិតហ្នឹងតែប៉ុណ្្នឹងឯងអាហ្នឹងដែលចូលមកដល់ថាការដែលយើងត្រូវរក្សាខ្លួនយើងហ្នឹងហើយបានរឹងមាំណាមកមុខទៀតចុះដែលយើងត្រូវរឹងមាំក្នុងជីវិតហ្នឹងបាននៅរស់មួយថ្ងៃទៅឬថាដែកទៅឆ្លងកាត់ភ្លើងណាឆេះឡងក្រហមអញ្ចឹងទៅហើយគេលួតហ្នឹងគឺបន្លួតហ្នឹងយកទឹកម្ចាក់ហ្នឹងហៅថាលួតហ្នឹងហ្នឹងឯងលួតដំដែកហ្នឹងលួតដែកហ្នឹងទៅជាដែកថែបហ្នឹងឯងស្អីទៀតឆេះឈើអីហ្នឹងឆេះតិចទីអស់ដែកអត់ឆេះហ្នឹងឯងវាមិនដល់ថ្នាក់ទៅរលាយទេណាហ្នឹងឯងឆេះក្រហមអញ្ចឹងមែនហើយដល់ទៅពេលជាលក់ទឹកទៅចាក់ទឹកទៅជារឹងលើសដើមទៅជាដែកថែបហ្នឹងក្នុងន័យប្រៀបធៀបដើម្បីឲ្យជីវិតរបស់យើងរឹងមាំដែលយើងឆ្លងកាត់សេចក្តីទុក្ខក្នុងជីវិតមកនេះ
ហ្នឹងហើយដូចពុទ្ធបរិស័ទយើងចាស់ចាស់ធ្លាប់ឆ្លងកាត់សេចក្តីទុក្ខលំបាកក្នុងសម័យលោកប៉ុលពតហ្នឹងហើយដល់អញ្ចឹងទៅយើងក៏វាមានពិសោធន៍ត្រឡប់ដឹងរត់ចេញពីភ្នំពេញអីចឹងទៅហ្នឹងហើយខ្ញុំណានៅបាត់ដំបងហ្នឹងក៏ចេញដែរហ្នឹងហើយភូមិច្រាបវាលហ្នឹងក៏គេឲ្យចេញដែរចេញពីផ្ទះខ្លួនឯងហ្នឹងចឹងហ្នឹងហើយអ្នកទាំងអស់ហ្នឹងវាដូចជាចំណែនដូចជាចង់ផ្ចាញ់ផ្ចាលអ្នកដែលមានផ្ទះមានអីនៅអ្នកស្រុកនៅភូមិហ្នឹងណាចូលមកដូចសងសឹកចឹងណាឲ្យអត់ផ្ទះអត់សបែងអីចឹងទៅហ្នឹងហើយដែលខ្លួនគាត់ធ្លាប់នៅព្រៃនៅអីចឹងណាហ្នឹងហើយអាហ្នឹងទៅតាមសភាពនៃចិត្តហ្នឹងហើយវាតេតួងនឹងកម្មផលរបស់សត្វលោកហ្នឹងហ្នឹងហើយឲ្យទៅធ្វើខ្ទួមអីខេរខាអីរាច់តែខ្លួនឯងទៅប្រក់បិទបាំងអីចឹងទៅអាផ្ទះមានអត់ឲ្យនៅចោលចឹងទៅហ្នឹងហើយអាហ្នឹងសម័យដល់ប៉ុលពតយើងឆ្លងកាត់មកហើយទៅធ្វើស្រែធ្វើចំការអីហ្នឹងអត់ទៅអត់បានទេណាគេថាគ្រុនញាក់គ្រុនញ័រគ្រុនអត្រៈតួគ្រុនឡានគ្រុនបាយបានគ្រុនក្បាលនៅក្នុងបថៅដល់ពេលហ្នឹងយើងមិនលឺពេលសម័យដល់ប៉ុលពតហ្នឹងណាគឺឈឺអត់បានទេគេថាធ្វើពុតណាអញ្ចឹងគេមានពាក្យហ្នឹងឯងតែគ្រុនញាក់គ្រុនញ័រគ្រុនអត្រៈតួគ្រុនឡានគ្រុនបាយបានគ្រុនក្បាលនឹងគល់អាស័យណាមិនក៏ថាទេណាហ្នឹងឯងក្មេងអីចាប់បោកណាយើងមើលណាកន្លែងធ្វើឃាតអីផ្សេងហ្នឹងឯងគ្រប់តែកន្លែងឪពុកខ្ញុំធ្លាប់ធ្វើមេឃុំហើយរួចទៅក៏ឈប់ហើយអាមេឃុំចាស់ហ្នឹងក៏គេចាប់យកទៅដែរប៉ុន្តែមិនដឹងមិនគេលេងគាត់មកវិញហ្នឹងហើយប៉ុន្តែកំសត់តែវត្តសំរោងហ្នឹងជួបកូនណាកូនគាត់បកើតណាបងខ្ញុំណាហ្នឹងហើយបងបកើត2នាក់បងសវណ្ណហើយបងប៉ោងហើយបងគង់ហើយបងផាឌិតហ្នឹងបងបង្អស់ហ្នឹងក៏ធ្វើគ្រូហើយបងសវណ្ណហ្នឹងបងប្រុសហ្នឹងក៏ធ្វើទាហានគេចាប់យកទៅហើយបងថ្លៃនោះ2នាក់ហ្នឹងឯងតែបង្លីបង្ដួងហ្នឹងឯងទៅវត្តសំរោងហ្នឹងហើយគាត់នៅហ្នឹងគាត់ឃើញគេយកកូនបកើតគាត់កូនប្រសាយកទៅស្លាប់ហើយទឹកចិត្តឪពុកយ៉ាងម៉េចទៅអាហ្នឹងហើយអាហ្នឹងគឺរឿងដែលធ្លាប់ឆ្លងកាត់មកវាអញ្ចឹងយើងដូចថាអាហ្នឹងនិយាយពីដែកនិយាយពីដែកដែលវាធ្លាប់ឆ្លងកាត់ភ្លើងមកហ្នឹងហើយជីវិតរបស់យើងដែលឆ្លងកាត់សេចក្តីទុក្ខនឹងឯងដែលឆ្លងកាត់ភ្លើងហ្នឹងឯងយើងធ្លាប់កំសត់ធ្លាប់លំបាកទៅធ្វើការងារអត់បានអីទៅដាំដំណាំអីអត់រៀនបេះណាអាបេះដំណាំដាំដុះស្រូវអីហ្នឹងទៅបូតទៅច្រូតទៅកាត់គេចាប់បានគេវាយសម្លាប់ចោលអញ្ចឹងទៅហ្នឹងឯងយើងឆ្លងកាត់មកយើងចូលមកក្នុងអាការងារដែលយើងធ្វើបណ្ណាឬយើងប្រឹងធ្វើបណ្ណាយើងបានផលប៉ុណ្ណឹងអាហ្នឹងហើយយើងគិតមើលយើងខ្ជិលអីហ្នឹងឯងកាលសម័យលោកពុទ្ធទៅធ្វើទៅអត់បានផលអីទេធ្វើរួមតែដល់មកឥឡូវធ្វើបណ្ណាបានប៉ុណ្ណឹងហើយមិនត្រឹមតែថាទៅធ្វើការរួចទទួលទានបានប្រកាសទេឥឡូវនេះដែលយើងមកធ្វើបុណ្យយើងបានបុណ្យសម្បត្តិខ្លួនយើងនេះនឹងមើលអស្ចារ្យប៉ុណ្ណាទៅហ្នឹងឯងទ្រព្យសម្បត្តិអីទាំងអស់ហ្នឹងសម្រាប់រស់ហើយដល់ពេលយើងបាត់បង់ជីវិតទៅអាហ្នឹងគឺរបស់ហ្នឹងវាត្រូវសងឲ្យលោកនេះណាហ្នឹងឯងតែនេះសម្បត្តិបុណ្យនេះហ្នឹងយើងជ្រះថ្លាត្រង់ដែលថាយើងធ្វើបានប៉ុណ្ណាវានៅជាប់ជាសម្បត្តិរបស់យើងណាហ្នឹងឯងហើយយើងអរគុណបុណ្យអតីតដែលបានឲ្យយើងកើតមកជាមនុស្សហើយឧបត្ថម្ភឲ្យយើងបាននៅរស់នេះដល់ទៅយើងមានសទ្ធាច្បាស់លាស់ក្នុងបុណ្យមែនទែនទៅវាមានអាសេចក្តីសុខផ្លូវចិត្តហៅថាសន្តោសហ្នឹងឯងព្រោះយើងអត់គិតថាត្រូវទៅទៀមទាអីថាមួម៉ៅដៅកាហាយនឹងអ្នកដតីអីឬក៏ថាអ្នកដតីមានបានច្រើនជាងយើងល្មមបរិភោគឯងប៉ុន្តែដល់ទៅប្រៀបធៀបនឹងអ្នកដតីទៅកើតទុក្ខដោយសារតែគេមានបានជាងវាធូរថយអាសេចក្តីទុក្ខទាំងអស់ហ្នឹងណា
មកអំពីយើងជឿជាក់នៅលើប៉ុនណាទី1ឲ្យតែយើងកំណត់ថាល្មមត្រឹមតែយើងរស់បានណាហើយយើងប្រើប្រាស់ជីវិតនេះមានបត្រៃណគុំទៅរក្សាសិលទៅអប់រំចិត្តទៅអ្វីដែលជាបុណ្យច្រើនមុខទៀតនៅលើយើងតើនឹងឲ្យតែយើងមានជីវិតរស់នៅអ្វីយើងធ្វើឲ្យខ្លួនយើងបានទាំងអស់បើយើងកំណត់យកត្រឹមតែរស់ហើយអ្វីផ្សេងទៀតបានប៉ុណ្ណាយើងល្មមប៉ុណ្ណឹងហើយអត់អន្ទែងរលរែកអីទៀមទាប៉ុណ្ណឹងប្រជែងមួយអ្នកអតីទេរឹតតែបានមកយើងអត់ហាមឃាត់ទេយើងក៏បានយកមកបំពេញបុណ្យកុសលអញ្ចឹងទៅយើងមានទ្រព្យសម្បត្តិខ្លឹមសារគឺការឲ្យទាននៅមានសុខភាពអវយវៈដៃជើងខ្លឹមសារគឺការរក្សាសិលនៅមានជីវិតរស់នៅខ្លឹមសារគឺអប់រំចិត្តប្រព្រឹត្តព្រមចរិយធម៌តែហ្នឹងគឺខ្លឹមសារនៃជីវិតដែលរស់នៅដែលយើងយកមកប្រើប្រាស់ឲ្យសម្រេចជាបុណ្យកុសលហើយបើថាมันបានទេយើងវាមិនអន្តេសាខ្វាកឲ្យកើតទុកមកពីអីមកអំពីយើងកំណត់ត្រឹមតែបានរស់ហ្នឹងគឺយើងកំណត់ថាប៉ុណ្្នឹងគឺល្មមសម្រាប់យើងហើយឲ្យតែមានជីវិតរស់នៅពីព្រោះរស់នៅខ្លឹមសារនៃការរស់គឺបត្រៃណគុំឯណាហ្នឹងឯងហើយបត្រៃណគុំយើងមិនមែនយកប្រាក់ទៅទិញមានប្រាក់ច្រើនទិញបានច្រើនទេណាវាតេតួងនឹងការដែលយើងស្ដាប់ពធัวទៅយល់ទៅមានសទ្ធាបញ្ញាចម្រើនទៅបត្រៃណគុំកាន់តែមមតំទៅសិលកាន់តែមមតំដល់យើងកំណត់ត្រឹមតែឲ្យតែបានរស់តែប៉ុណ្្នឹងទៅតែក្តីសុខទេវានៅត្រង់ដែលយើងល្មមត្រឹមតែរស់ហ្នឹងឯងហើយមួយទៀតក្នុងការដែលយើងបានជឿជាក់នៅក្នុងបុណ្យកុសលនឹងអញ្ចឹងទៅវានៅត្រង់ឯថាបើបុណ្យនឹងឲ្យផលអត់ចាំបាច់យើងទេអន្តែងទៀមទាអីរហូតដល់ទៅឆោបោកគេទៅដណ្ដើមគេទេបុណ្យមានគេនឹងកើតមកជាព្រះរាហុលកើតមកជាព្រះអានន្ទកើតមកជាឧបាសិកាវិសាខាកើតមកកូនអនាថបិណ្ឌិកសិទ្ធិជាដើមអញ្ចឹងទៅណាហ្នឹងហើយដោយសារបុណ្យណាទំនុកម្រងមកមានចាំបាច់យើងទៅប្រព្រឹត្តបញ្ញវរាទៅប្រព្រឹត្តឆោបោកលួចប្លន់គេទៅសម្លាប់គេអីយើងកើតមកជាមនុស្សយើងអាចកាន់សិល5បានហើយអាចរស់នៅយ៉ាងថ្លៃថ្នូរវាចាការបៀតបៀនអ្នកដទៃហ្នឹងបើថាសត្វវាលំបាកដែរប្រអិនឲ្យនាងកប់កាន់សិលមើលតែត្រីងាប់បានឲ្យបរិភោគអីវាមិនងាយមានត្រីងាប់ហ្នឹងឯងហើយមានតែមកសាកពិសោធន៍ទៀតបានតែត្រីហ្នឹងងាប់ហើយចឹកដាក់ក្បាលចូលទៅហើយស្រាប់តែអានោះលលោះកតុយអានេះរស់ទេហំខ្ជាចោលមកវិញអាពោះកំពុងតែឃ្លានហើយអាត្រីចូលពាក់កដាលហើយហ្នឹងណាហើយវាមិនងាយទេណាអាពងតែឃ្លានហ្នឹងមិនងាយខ្ជាចេញទេណាប៉ុន្តែដាច់ចិត្តខ្ជាហ្នឹងហើយហ្នឹងនាងកុកអាហ្នឹងវាលំបាកកាន់សិលដោយសារតែប្រអិនហ្នឹងចិត្តតែមកជួយហើយនាំនាងកុកហ្នឹងឲ្យទៅឃើញទេវលោកផងឃើញនាងសធម្មាសុចិត្រាសនុនទេអីគេអគ្គមហេសីប្រអិនណាដល់ចឹងទៅចាំបាច់ជឿប្រអិនថាត្រូវកាន់សិលណាហើយបានទៅកាន់ទេវលោកហ្នឹងស្លាប់ពីនាងកុកហ្នឹងទៅកើតជាស្មូនឆ្នាំងទៅប្រអិនមកនាំឲ្យកាន់សិលទៀតបានស្លាប់ទៅកើតកូនអសលហ្នឹងហើយបាននាងធីតាហ្នឹងបោះកម្រងផ្កាទៅចូលប្រអិនក៏នាំយកទៅហ្នឹងគ្រាន់តែលើកពីរឿងគេថាកើតជាតោកើតជាខ្លាកើតជាកពើអីហ្នឹងគិតថាធ្វើម៉េចកុំឲ្យសម្លាប់សត្វបរិភោគហ្នឹងឲ្យគ្នាចេះកាន់សិលប៉ុន្តែមនុស្សយើងអាចកាន់បានចឹងហ្នឹងហើយដោយមិនចាំបាច់ប្រព្រឹត្តបញ្ញវរាកាន់សិលបានយ៉ាងសប្បាយទៀតណាជាការព្យាបាលរោគផ្លូវចិត្តសពបាបសអករណងនេះការមិនធ្វើបាបទាំងពួងនេះណាអាហ្នឹងគឺយើងមានរោគរាគៈទោសៈមោហៈហ្នឹងយើងតอมចំណៃតោះហ្នឹងណាហ្នឹងហើយចាំបាច់សំខាន់ណាស់ណាចំណៃសពថ្ងៃអីហ្នឹងបណ្ដាលឲ្យទៅជារោគមហារីកអីហ្នឹងសម្បើមណាស់យើងបរិភោគប្រយ័ត្នប្រយែងអាហ្នឹងហើយណែផ្លូវចិត្តនេះអាមហារីកវត្តសង្សារនេះគឺត្រូវមានសិលដើម្បីតอมចំណៃតោះហ្នឹងរួចទៅកុសលាសូបសម្បទាត្រូវរកអាហារជាទីសបាយរត់ថ្នាំរហូតដល់ទៅសច្ចតប្រយោជន៍តប៉ុណ្ណឹងសមថវិបស្សនាបានសម្រេចដល់លោកកតរៈទៅ
បាននៅវិសុទ្ធិ7នឹងគ្រប់គ្រាន់តាំងពីសីលវិសុទ្ធិរហូតដល់ទៅញាណទេសនៈវិសុទ្ធិអរិយមគ្គទៅអានឹងខ្លឹមសារនៃពុទ្ធសាសនាចឹងអវាទបាតិមកហ្នឹងគឺរូបរួមព្រះធัวដែលព្រះអង្គប្រកាសសម្ដែងគឺព្រះអង្គទៅតែត្រាស់ដឹង9ខែទេប៉ុន្តែព្រះអង្គជ្រាបធัวដែលព្រះអង្គប្រកាសសម្ដែងតទៅគឺនៅក្នុងសិលសមាធិបញ្ញានឹងឯងចឹងឆ្នាំដែលត្រូវព្យាបាលរោគសត្វលោកហ្នឹងអញ្ចឹងព្រះអង្គប្រមូលមកនៅក្នុងអវាទបាតិមកហ្នឹងហើយបន្តមកទៀតដើម្បីទំនប់បំរុងធัว3ហ្នឹងណាសិលសមាធិបញ្ញាហ្នឹងគឺគ្រប់គ្រាន់ហើយលោកយៈលោកត្រោធម្មោហើយក៏ប៉ុន្តែត្រូវមានសេចក្តីអត់ធន់នេះដែលខ្ញុំណាចង់បញ្ជាក់នេះអំពីរឿងឯថាយើងឆ្លងកាត់សេចក្តីទុក្ខនេះធ្វើម៉េចដើម្បីលួចជីវិតរបស់យើងឲ្យទៅជារឹងប៉ឹងដើម្បីបានឈ្នះនៅសេចក្តីទុក្ខបានឈ្នះនៅកិលេសណាដោយសភាពកុសលធម៌រឹងប៉ឹងដែលនិយាយពីភាពរឹងប៉ឹងនេះគឺរឹងប៉ឹងដោយសិលសមាធិបញ្ញាហ្នឹងរឹងប៉ឹងដោយសេចក្តីអត់ធន់ហ្នឹងឯងចឹងអញ្ចឹងបានអវាទបាតិមកហ្នឹងតបោតៃតិខានេះហ្នឹងឯងគឺថាខន្តិបរមង្គណាតបោតៃតិខាហ្នឹងសេចក្តីអត់ធន់ហ្នឹងជាតបៈធัวដ៏ឧត្តមហ្នឹងឯងព្រះអង្គទ្រង់សម្ដែងក្តីអត់ធន់នេះមិនមែនថាអត់ធន់ទៅធ្វើខ្លួនឲ្យទុកលំបាកអីទៅទេអត់ធន់ហ្នឹងគឺត្រូវអត់ធន់ដើម្បីឲ្យសិលសមាធិបញ្ញានឹងឯងរឹងប៉ឹងបើមិនអត់ធន់ទេទន់ខ្សោយសិលសៅម៉ងឬក៏ដាច់សិលសមាធិវិបស្សនាចាំបាច់និយាយអីទៀតអញ្ចឹងត្រូវអាស្រ័យកម្លាំងគឺសេចក្តីអត់ធន់ទាំងខណ្ឌតិពលំពលានីកាំងព្រះអង្គព្រះពុទ្ធអង្គសម្ដែងនៅក្នុងព្រះមណៈវគ្គព្រះមណៈវគ្គ1 2 3 4ជាង10ទៅ16អីហ្នឹងមានរឿងរ៉ាវដែលភិក្ខុលើកឡើងសរសើរព្រះអង្គត្រង់ដែលថាវាមានបងប្អូន3 4នាក់ហ្នឹងដែលទៅបន្ទុះចំពោះព្រះអង្គដោយអាកោសវត្ថុផ្សេងប៉ុណ្ណាភេរទ្វាជាហ្នឹងហើយមានភរិយានាងធនិញជានីជាព្រះសោតាបានហ្នឹងតែងតែនមស្ការនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈហ្នឹងហើយក្រោយមកព្រាហ្មណ៍ហ្នឹងគាត់ងៀតចង្អល់ចិត្តគាត់មែនទែនព្រោះគាត់រាប់អានព្រាហ្មណ៍ជាបដិគិអកៈហ្នឹងរឿងរ៉ាវវាវែងឆ្ងាយបើគ្រាន់ចង់ថាព្រាហ្មណ៍ហ្នឹងចង់មកលើកវាទៈចាញ់ចាលព្រះដែលមានប្រភេទហ្នឹងទីបំផុតគឺព្រះអង្គទ្រង់ប្រោសបានមានសទ្ធាបួសសម្រាប់ព្រះរហ័តទៅហើយប្អូនណាដូចជាអាកោសកៈព្រាហ្មណ៍អីជាដើមហ្នឹងខឹងណាថាព្រះសមណៈគោដំហ្នឹងគឺថាចេះបង្វិលចិត្តអ្នកដតីបង្វិលចិត្តបងប្រុសអីហ្នឹងឲ្យរាប់អានប្រគោដំតាមពិតគឺស្ដាប់ប្រធัวជ្រះថ្លាមានសទ្ធាមានបញ្ញាចូលកាន់ប្រភ្នោះសម្រាប់ព្រះរហ័តទៀតហ្នឹងហើយប៉ុន្តែប្អូនហ្នឹងប្អូន2 3នាក់ហ្នឹងយល់ច្រឡំទៅចងគាថាជេទាំងហៅថាអាកោសវត្ថុហ្នឹងឯងចឹងប៉ុន្តែទីបំផុតភាពតិចសេចក្តីអត់ធន់របស់ព្រះពុទ្ធអង្គក៏មានសេចក្តីអត់ធន់ជាប្រចាំជាកិរិយាណាគឺមិនតបតដល់អ្នកទាំងអស់ហ្នឹងហើយធ្វើឲ្យអ្នកទាំងអស់ហ្នឹងបាក់ចិត្តជ្រះថ្លានឹងព្រះអង្គហ្នឹងឯងដោយទង្វើរបស់ខ្លួនហ្នឹងគិតថាទៅបន្ទុះនឹងព្រះអង្គដោយអាកោសវត្ថុពាក្យជេរពាក្យមើងងាយហ្នឹងណាគឺព្រះអង្គគឺថាមុខតែឈឺចាប់ហើយមុខតែកើតទុកហើយតែទីបំផុតព្រះអង្គស្រស់បោះដល់អញ្ចឹងទៅវាទៅជានឹកស្ញើសរសើរថាព្រះអង្គមិនមានសេចក្តីទុកកើតទុកតែយើងឯនេះទេតើហើយនរណាចង់កើតទុកសិតតែចង់បានសុខអញ្ចឹងព្រះអង្គបានធ្វើអីជាទីពឹងទៅព្រះអង្គមិនមានទុកវាចង់បានការមិនមានទុកណាវាត្រឡប់ទៅជាជ្រះថ្លានឹងព្រះអង្គសូមបួសសម្រាប់ព្រះអរហន្តគ្រប់អង្គអញ្ចឹងទៅណាហ្នឹងហើយបានក្រោយមកវិខទាំងឡាយហ្នឹងក៏សរសើរព្រះអង្គពីរឿងឯថាធ្វើឲ្យអ្នកដែលទៅបន្ទុះនឹងព្រះអង្គហ្នឹងបែរទៅជាបានសម្រេចលោកុត្តរៈធัวបាននៅទីពឹងទៅវិញ
បានព្រះពុទ្ធអង្គទ្រង់លើកពីខន្តីនឹងឯងចឹងអវាទបាតមកចឹងហ្នឹងឯងព្រោះតេតួងទៅនឹងតបៈធัวអីដែលព្រះអង្គប្រកាសថាខន្តិបរមង្គតបោតៃតិខាហ្នឹងឯងអញ្ចឹងពួកនិគ្រនដីរដ្ឋីអីហ្នឹងគេធ្វើតបៈធัวណាគឺថាធ្វើខ្លួនឲ្យទុកលំបាកដោយការយល់ខុសទេអត់ធន់មែនប៉ុន្តែអត់ធន់វាអត់ប្រយោជន៍មិនមែនអត់ធន់រក្សាសិលសមាធិបញ្ញាឯណាអត់ធន់ធ្វើខ្លួនឲ្យទុកលំបាកយល់ថាអាទុកហ្នឹងកើតមកពីបាបអញ្ចឹងយើងធ្វើសេចក្តីទុកឲ្យណានៃទៅឲ្យវាអស់បាបទៅបានតែពេលហើយវាយល់ខុសអញ្ចឹងណាហ្នឹងឯងមិនប្រព្រឹត្តព្រមចរិយធម៌លះអនុស័យបានដឹងព្រះនិព្វានឯណាអត់ទេប៉ុន្តែព្រះអង្គសម្ដែងសេចក្តីអត់ធន់នេះជាតបៈធម៌ដល់ដំហ្នឹងគឺអត់ធន់រក្សាសិលសមាធិបញ្ញាឲ្យបរិសុទ្ធត្រូវពឹងសេចក្តីអត់ធន់ហ្នឹងបើមិនអញ្ចឹងទេកិលេសដែលប្រព្រឹត្តទៅក្នុងអារម្មណ៍ហ្នឹងវាធ្វើឲ្យវិន័យនៅគុណធម៌សិលសមាធិបញ្ញានឹងឯងចាំបាច់អង្គធម៌គឺវិរិយៈហើយនឹងអតោសៈទាំងអង្គធម៌របស់ខន្តីហ្នឹងឯងព្រឹត្តទៅដោយវិរិយៈនៅក្នុងអលោភៈទៅវិរិយៈនៅក្នុងអតោសៈហ្នឹងវិរិយៈនៅក្នុងអមោហៈហ្នឹងវិរិយៈព្រឹត្តទៅជាមួយគ្នានឹងអតោសៈដែលជាមេត្តាហ្នឹងសិតតែអង្គធម៌នៃសេចក្តីអត់ធន់ហើយចឹងដោយដងទួងអញ្ចឹងណាដងទួងហ្នឹងគឺថាកតញ្ញុតាធัวណាពុទ្ធបរិស័ទយើងមានការដឹងគុណមេត្តាបិតាដឹងគុណបុណ្យដឹងគុណសិលសមាធិបញ្ញាហើយសមាទានគុណហ្នឹងអញ្ចឹងទៅមានខ្សែណាបង្ហូតទួងហ្នឹងឯងតែទួងហ្នឹងគេថាដោយអំណាចនៃសេចក្តីអត់ធន់ណាហើយទទួលលោកធัวទាំង8ហ្នឹងចឹងទៅក៏បក់ឲ្យរវិចល្អទៅទួងហ្នឹងត្រូវខ្យល់មកទៅជាបក់ល្អទៅវិញដោយអំណាចនៃមេត្តាហ្នឹងអញ្ចឹងគឺអង្គធัวអតោសៈហ្នឹងដែលប្រព្រឹត្តទៅដោយមេត្តាហ្នឹងហើយសេចក្តីអត់ធន់ប្រកបដោយសេចក្តីជាយាមហ្នឹងឯងដែលយើងឆ្លងកាត់សេចក្តីទុក្ខមកហ្នឹងត្រូវពឹងសេចក្តីអត់ធន់ហ្នឹងធ្វើឲ្យជីវិតរបស់យើងរឹងប៉ឹងទៅបាននេះហ្នឹងឯងហើយព្រះពុទ្ធអង្គក៏ប្រកាសសម្ដែងក្នុងបកាថាហ្នឹងអាកោសੰវៈធៈពុនធញ្ចៈណាអាកោសੰវៈធៈពុនធញ្ចៈ8ប្រអស់ហ្នឹងហើយបានអតុថោណាព្រះអង្គមិនបន្ទុះយោតៃតិខាណាយោនោះប្រែមុនមកគាត់ថាបកុលណាដែលមិនប្រទុះហ្នឹងឯងអតុថោតែមិនប្រទុះដោយតៃតិខាដោយអំណាចនៃសេចក្តីអត់ធន់ហ្នឹងណាតៃតិខាហ្នឹងកំណត់អត់ធន់ហ្នឹងឯងចំពោះអាកោសੰអ្នកដតីដែលមានអាកោសវត្ថុពាក្យជេហ្នឹងហៅអាកោសវត្ថុដោយពាក្យគោក្របីអីចឹងបើយើងនិយាយធម្មតាអញ្ចឹងទៅវាមានជាពាក្យជេអីយើងសម្ដែងពធัวអីរឿងគោរឿងក្របីតេតួងទៅនឹងណាសត្វពាហនៈអីហ្នឹងលើកសម្ដែងប្រៀបធៀបអីចឹងទៅនិយាយពីខ្យល់និយាយពីមេឃពីដីអីនៅក្នុងពធัวទៅវាមិនជាពាក្យឥតប្រយោជន៍ទេទៅជាពាក្យមានប្រយោជន៍ជាពធัวតែបើនិយាយទៅជាអាកោសវត្ថុនរកប្រែតអីហ្នឹងយើងនិយាយពធัวល្អព្រះពុទ្ធអង្គសម្ដែងឲ្យគេបានសម្រេចមគ្គផលប្រកាសអំពីផលរបស់បាបអីហ្នឹងប៉ុន្តែដល់ទៅយើងលើកឡើងគាត់ថាមើងងាយអ្នកដតីឌៀមដាមបថោកបន្ទាបអ្នកដតីណែឯងគោណែឯងក្របីណែឯងសំណក់កាយឆ្មាណែឯងនរកប្រែតអានេះវាទៅជាអាកោសវត្ថុហ្នឹងឯងហើយពាក្យជេរហ្នឹងជេរដល់ទៅព្រះពុទ្ធអង្គទៀតហ្នឹងឯងហើយមើលចាំបាច់និយាយអីយើងនឹងនោះបើព្រះពុទ្ធអង្គគ្រាន់តែចងគាថាហ្មងបកែចងគាថាដូចថាពាក្យជួនអញ្ចឹងណាហើយពាក្យជេរហ្មងជេរហ្នឹងឯងអាហ្នឹងអាកោសੰហ្នឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេវៈធៈការបហាទៀតវៈធៈពុនធញ្ចៈចងបហាអីហ្នឹងហ្នឹងឯងបុគ្គលណាដែលមិនបន្ទុះចំពោះអ្នកដែលធ្វើនៅអំពើហ្នឹងដោយអាកោសវត្ថុដោយការចងការបៀតបៀនអីផ្សេងហ្នឹងឯងព្រោះដោយអំណាចនៃ
តាបោតៃខានេះដោយព្រះអង្គនៅខាង92អីចឹងក៏ទទួលពាក្យជេរពាក្យអីហ្នឹងព្រះអង្គសម្ដែងថាព្រះអង្គដូចដំរីចូលសមរភូមិត្រូវគេបាញ់ព្រួញមកអញ្ចឹងណាទប់ទល់នឹងព្រួញរបស់អ្នករតីហ្នឹងដោយអំណាចនៃតៃតិខាគឺសេចក្តីអត់ធន់នឹងឯងហ្នឹងដែលព្រះអង្គបញ្ជាក់ក្នុងបាតទី3ត្រង់ថាខន្តិពលិនីកាំងខន្តិពលៈគឺអំណត់អត់ធន់ហ្នឹងជាកម្លាំងហើយពលិនីកាំងហ្នឹងមានសេចក្តីអត់ធន់ហ្នឹងជារេពលសេចក្តីអត់ធន់ជារេពលហ្នឹងព្រះអត្ថាលោកបញ្យល់ថាសេចក្តីអត់ធន់កើតរឿយទៅជារេពលហ្នឹងឯងគឺរេពលរបស់សេចក្តីអត់ធន់ហ្នឹងឯងគឺបានដូចថាក្តីអត់ធន់ដែលជាយាមរឿយហ្នឹងដែលព្រះអង្គទ្រង់ត្រាស់ហៅថាជាព្រាមបមហੰដែលបកគលហៅព្រះអង្គទ្រង់ហៅបកគលនោះឯងចឹងថាជាព្រាមណាហ្នឹងឯងព្រាមណាំងព្រូមិហ្នឹងហើយភិក្ខុទាំងឡាយក៏ជ្រះថ្លានឹងព្រះរាមាភិអីក្នុងបកាថាធម្មបទហ្នឹងសិតតែញ៉ាំងអ្នកស្ដាប់ឲ្យបានសម្រេចមគ្គផលទាំងអស់ក្នុងបកាថាធម្មបទសិតតែជាព្រះពុទ្ធដីកាទាំងអស់បកាថារបស់ព្រះអង្គទាំងអស់ចឹងខ្ញុំមិនណារៀបរាប់ពីចំណុចត្រង់ថាយើងពិចារណាដោយសពគ្រប់ហើយមានតែយើងខំប្រឹងប្រែងថែរក្សាខ្លួនឯងហ្នឹងហ្នឹងឯងគ្រាន់តែប្ររពយកទឹកចិត្តមេត្តាបិតាជាដើមហ្នឹងណាដែលគាត់ស្រឡាញ់យើងហ្នឹងគឺថាយើងនឹករលឹកគុណរបស់គាត់ហ្នឹងឯងប៉ុណ្ណឹងផងទៅដើម្បីថាអត់អំពីគាត់ទៅបើយើងមិនមើលថែខ្លួនយើងទេតែយើងឲ្យនរណាមកគឺថាមើលថែយើងមកថ្នាក់ថ្នមអីហ្នឹងគឺដូច្នេះត្រូវតែមានស្មារតីថែរក្សាខ្លួនដោយអំណាចនៃកុសលធម៌ហ្នឹងបដិញ្ញារហូតដល់អស់ជីវិតហ្នឹងអញ្ចឹងទៅហើយតេតួងទៅនឹងការដែលយើងត្រូវមើលថែរក្សាខ្លួនឲ្យបានល្អហ្នឹងដោយអំណាចនៃសេចក្តីអត់ធន់ហ្នឹងឯងចឹងសូមអនុមោទនីអធុបធុហើយចេញអង្គនិតមកអានប្រាក់បុជាពធចឹងហើយណាបានចូលរួមថាធុដោយក្តីជ្រះថ្លាចឹងព្រះសាបញ្ញូពុទ្ធវិសេសតត្រៃលោកាឬទេវតាព្រមាណាប្រដូចបានកំចាត់នៅកេះលែងគ្មានឲ្យសេះនៅសល់ខានញ៉ាំងជន់ទាំងប៉ុន្មាននន់ឲ្យត្រាំងដឹងខ្ញុំសូមគុំឈ្មោះព្រះបរមជាទីពឹងព្រះអង្គឆ្លងផុតស្ទឹងបានដល់ច្រាំងនៃភពហើយព្រះអង្គជាទងជ័យធំត្រឆេត្រាយតែមួយព្រះអង្គហើយជាទីពឹងក្នុងត្រៃភពមេព្រំទាំងទេវតាទាំងមនុស្សសាតែងគោរមចូលជ្រក់ក្រោមមលប់ពោធិញ្ញាណបានសុខាសូមក្រាបថ្វាយបង្គំនមស្ការចំពោះគុណរតនត្រ័យទាំង5កន្លែងទាំងវត្តប្រពៃក្រោមវត្តបាសិតលើវត្តព្រៃកោសង្ឃសាលវ័នសក្យមនីនិងវត្តសំពៅមាសនេះទៀតណាព្រោះបានថ្វាយបង្គំតាំងពីព្រឹកមកអត់មានពេលឡើយបានពេលយ៉ាងហើយក៏5នាទីដែរហ្នឹងងាកនេះណាមក7ហើយសូមក្រាបថ្វាយបង្គំម្ចាស់គ្រូជាទីគោរពសក្ការៈទូចាតកាវត្តសំពៅមាសសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រប់ព្រះអង្គសូមក្រាបថ្វាយបង្គំលោកម្ចាស់ព្រះបញ្ញាបច្ចោតោណាដោយសេចក្តីគោរពកើក្រែងកិច្ចងាងារធម្មទានមកស្ទះតាមផ្លូវអីស្មានដល់មុនខ្ញុំកណាមើលនៅក្រៅនឹងដែរណាអញ្ចឹងក៏ពិតសស៊ូប្រាំងប្រែងយើងបាន5កន្លែងយើងបូជាមេកបូជាទៀតសូមក្រាបថ្វាយបង្គំលោកគ្រូអគ្គបណ្ឌិតជាម្ចាស់ដោយសេចក្តីគោរពកើតក្រែងគោរពលោកគ្រូកុយសុធនអំប្រោសលោកគ្រូយាមសុជាគោរពញាតិញោមពុទ្ធបរិស័ទទាំងអស់ទៀតខ្ញុំអនុមោទនាបន់ពញាតិញោមគ្រប់គ្នាទៀតព្រោះបន់សម្បើមណាទាំងអស់គ្នានៅលោកទាណាសូលីវ៉ាន់អីជើញមកទៀតណាញាតិញោមពុទ្ធបរិស័ទទាំងអស់ក៏អត់មានអីវែងឆ្ងាយទេគាត់ចាប់អារម្មណ៍គាថាដែលលោកគ្រូលើកឡើងមិញហ្នឹងទេណាគឺមានបងប្អូន4នាក់ទៀតណាភេរទ្វាជាព្រាមមួយអាកោសកៈទ្វារជាព្រាមនឹងមួយណាហើយសុនតរិកៈព្រាមនឹងមួយពិលៀងកិកៈព្រាមនឹងមួយបងប្អូន4នាក់ហ្នឹងគឺថាសិតតែធ្វើនៅតបៈធัวណាត្រឹមត្រូវប្រកបតាមដែលគាត់យល់ទៅណា
ហើយនាងតនិញជានីនេះបានគុណនាងតនិញជានីនេះភរិយានោះល្អមែនទែនគឺដល់ប្រពុតពធប្រសងជាព្រះអរិយបុគ្គលទៀតហើយក្រោយមកបានពួកព្រាហ្មណ៍ឯហ្នឹងមកទទួលបាយទឹកអីណានាងក៏បំរើព្រាហ្មណ៍នឹងធម្មតាទៅបំរើទៅក៏ផ្លត់ជើងទៅក៏ពោលអ្នកមោតស្សៈភគវតារតោសម្មាសម្ពុទ្ធស្សៈមកជាប់មកហើយឥណ្ឌាតាណាបែកញាប់ជាងខ្ញុំរូទៅមកអ្នកមោតស្សៈដាក់ទៅអិលទៅមកចឹងទៅពួកព្រាហ្មណ៍ក៏បែកគ្នាទៅហើយក៏នឹកឃើញថាមិនសមឲ្យនាងនឹងមកស្អីសោតអីព្រោះតំណោះគ្នាព្រោះតំណោះគ្នាវាចេះតែខឹងហើយណាចឹងទៅក៏រស់រឿងនាងនឹងព្រាហ្មណ៍នឹងចង់ទាញដាវមកសម្រាប់នាងតនិញជានីទៀតណាប៉ុន្តែអត់ហ៊ានសម្រាប់ប្រពន្ធស្អាតហើយស្រឡាញ់ប្រពន្ធផងណាហើយនាងនឹងបម្រើស្វាមីអត់មានខុសអីទេចឹងទៅក៏យើងទៅលើកវាទៈចំពោះព្រះសក្ណគោតមបរមគ្រូឯនេះហើយក៏មកលើកវាទៈបាននាងថាបើព្រាហ្មណ៍ឯងទៅល្អហ្មងទៅដល់សួរថាតើសម្រាប់អ្វីមួយស្ទើរបានដេកជាសុខព្រះអង្គឆ្លើយមកព្រះអង្គសម្ដែងកោតធាងខេត្វាសុខាំងសេតិកោតធាងខេត្វានសោសតិណាកោតធាងខេត្វានសោសតិកោតធាងកោតធាងកោតធាងឆេត្វាកោតធាងខេត្វាអ្នកសោអ្នកសុខាំងសេតិកោតធាងខេត្វាអ្នកសោចតិណាមនីព្រាហ្មណ៍គឺការសម្រាប់សេចក្តីក្រោធហ្នឹងការសម្រាប់សេចក្តីក្រោធទៅបានជាសុខការសម្រាប់សេចក្តីក្រោធទៅមិនសោកសៅមនីព្រាហ្មណ៍គឺការសម្រាប់សេចក្តីក្រោធនេះគឺថាដែលមានគល់ជាពឹសមានចុងដល់ផ្អើមនេះគឺថាគឺបុគ្គលណាសម្រាប់សេចក្តីក្រោធបានទៅមិនសោកសៅនឹងឯងគល់ពឹសចុងផ្អែមហ្នឹងមកពីវាបានន័យថាគល់វាពឹសពុលពេលខឹងពេលអីចឹងទៅគឺថាមួម៉ៅក្តៅក្រហាយទៅវាគុំក្នុងខ្លួនទៅវាក្តៅក្រហល់ក្រហាយខ្លួនឯងហ្នឹងហើយចុងផ្អែមនោះឈ្នះគេហ្នឹងណាឈ្នះបានបន្តិចបន្តួចហ្នឹងឈ្នះបានប្រយោជន៍អីឈ្នះទៅនរកឈ្នះត្រូវប្រែតដដែលហ្នឹងមិនបានប្រយោជន៍អីទេកើតបានជាមនុស្សបើយើងមិនស្ទុះណាខ្ញុំលើករួចហើយក៏លើកមកវគ្គទេណាបើយើងមិនស្ទុះពីពុះឧបសគ្គធ្វើជាមនុស្សល្អគុណធម៌ឡើងថ្នាក់តើអ្នកណាម្នាក់មកថ្នមយើងបានមកថ្នាក់ថ្នមយើងក្រៅពីប៉ុនហ្នឹងត្រូវប៉ុនហ្នឹងត្រូវតែធ្វើប៉ុនយើងមកទៅណាហើយក្រោយមកក៏ទ្វាបានសម្រេចជាបួសទៅក៏បានបែកជាព្រះអរហន្តទៅប្អូនមួយមកទៀតជេរព្រះអង្គទៀតក៏ព្រះអង្គសម្ដែងពធទៅហើយបួសទៅបានបែកព្រះអរហន្តទាំង4អង្គនេះហើយបានព្រះភិក្ខុសង្ឃលោកសន្តានាគ្នានេះខាងព្រាហ្មណ៍4នាក់ហ្នឹងមកជេរព្រះអង្គសាប់បានបួសទៅបានសម្រេចមគ្គផលបានព្រះអង្គប្រកាសសម្ដែងនៃភិក្ខុទាំងឡាយគឺតថាគតមានខន្តីអកោសង្ឃវធៈពន្ធញ្ចៈអកោសង្ឃវធៈពន្ធញ្ចៈអតុដ្ឋោយោតិខតិណាតិខតិណាហើយគឺខន្តីពលានីកាំងតាមហាងព្រមិព្រាមណាំងគឺបុគ្គលណាដែលមានប្រទុះហើយបុគ្គលមានអំណត់អត់ធន់តិកតិណាយាតិតខាហ្នឹងដូចគ្នាហ្នឹងគឺថាអំណត់អត់ធន់ហើយមានប្រទុះចំពោះដែលអ្នកដែលជេរហ្នឹងក៏មានប្រទុះតបហើយវធៈហ្នឹងអ្នកដែលបៀតបៀនសម្រាប់ក៏មានប្រទុះតបហើយនឹងអ្នកដែលពន្ធនាងចាក់ចងឲ្យយើងចងអីចាប់ចងអីហ្នឹងគឺថាមិនប្រទុះតបមិនហ្នឹងគឺមានខន្តីមានកម្លាំងគឺខន្តីមានកម្លាំងគឺខន្តីពលានីកាំងហ្នឹងគឺមានខន្តីជាកម្លាំងមានខន្តីជារេពលនេះកន្លែងខន្តីជារេពលដែលគូជាម្ចាស់ប្រកាសនេះខន្តីជារេពលឡើងមិនថាខន្តីនឹងឯងប៉ុន្តែខន្តីរឿយខន្តិបរមង្គតបោតេតខានិព្វាននឹងបរមង្គវតន្តេពុទ្ធានិបបជិតបរុបខិតេសមនាហោតេបរាំងវិហេតយន្តោនេះឯងសូមអនុមោទនាណាអូស្អាតទៀតនេះអានឈ្មោះ5កន្លែងនេះដល់ណាញាតិញោមបូជាពធលសិន$40 លាន$40 លានមួយថ្ងៃ$40 លានងាយរស់ណាបានចឹងណែលោកទានេះកងវិធីហើយបាសការស្រីម៉ៅនិងក្រុមគ្រួសារបូជាពធមេបូជា$50បច្ច័យ4លោកគ្រូជាអគ្គបណ្ឌិត$50បច្ច័យ4លោកម្ចាស់ព្រះបញ្ញា50000រៀលជួនអំណិត50000រៀលជួនអំប្រុស50000រៀលជួនកំស្រី50000រៀលសរុប$150លោកម្ចាស់មេក្រូបូជាពធ50000រៀលម្ចាស់ញាណសារោសំរៃហើយបាសការបុសិលីនិងកូនចៅបូជាពធ40000រៀលបូជាពធបាសការមេតារេស្វាមីកូនចៅ20000រៀលបាសការលឹងវណ្ណាបាសការស្រីសុគន្ធធានបុត្រ20000រៀលបាសការកងព្រានម្ដាយកូន10000រៀលបាសការណាចិនច័ន្ទសុភាវីស្វាមីនឹងបុត្រ10000រៀលបូជាពតិ20000រៀលបាសការសំសកណាលី
ជិលអរគុណបាសការឆេងបាសាម៉ាក់ហុងម៉ាក់មេលៀងហុងតែបើបានជូនតម្លៃយានជំនិះខ្ញុំ 80000 ថ្ងៃហ្នឹងគឺអត់បានចេញខ្លួនឯងទេគេចេញឲ្យទេ 80000 ហ្នឹងណាអរគុណតែណាហើយវត្តសំពៅមាសបាសការលឹមបូភាស្វាមីនគរនឹងញាតមិត្តបូជាពធណា 50000 រៀលបាសការគូឆេងគុយកូនចៅ 10000 រៀលបាសការដុកសាយសាណាភរិយានឹងបុត 20000 រៀលបាសការឡុងរស្មីបូជាពធ60000 រៀលបងទឹកសុខាចូលបនបូជាពធលោកគ្រូ20000 រៀលណា 20000 រៀលហើយបាសការគឹមចន្ទថាបាសការកូនចៅច័ន្ទមករាជាដាក់ 25000 រៀលបាសកបានថងបាសការយ៉ងលៀតបូជាពធ 10000 រៀលបាសការឈូសួនតានិងស្វាមីបុត្រព្រមទាំងកូនចៅ 20000 រៀលបាសពុតក្រុមពុតបរិស័ទរយន្តបាសការគីវ៉ាន់ហាក់ដែលមកគីវ៉ាន់ហាក់បូជាពធ 70000 រៀលហើយបាសការឈួនឈៀនអាន 40000 ស្រាប់ទៅ 110,000 រៀលហើយបាសការគីវ៉ាន់ហាក់ហ្នឹងគាត់បូជាពធ 20000 ថែមទៀតណា 160,000 ណាបាសការផតសុធននេះព្រមទាំងកូនចូលបូជាពធ 100,000 រៀលណាផតសុធននេះដូចជាកូនបងពូសលីមែនទេណា 100,000 រៀលក្រុមបាសិកាប្រាក់សុភី 230,000 រៀលបាសិកាសោមសុខេងក្រុមគ្រួសារ 10000 រៀលបាសអ្នកម្ដាយបាសិកានន្តលាស្វាមីសវណ្ណារាធម្មញាតធម្មមិត្ត 100,000 រៀលបាសិកាជើងកឹមស្រឺ 10000 រៀលបាសិកាខុតកាយមនីស្វាមីកូនចៅ 10000 រៀលអមប្រមស្រី 10000 រៀលបាសិកាពុំសានីម៉ាក់ប៉ាជីតតតា 20000 រៀលបាសិកាសំសៀលេងដែលជាចន្ទធី 10000 រៀលបាសកាបុនសវណ្ណកូនចៅ 10000 រៀលបាសកាមិលបរិយស្រីមុំ 10000 រៀលបាសកាយានសំណាងកូនចៅ 5000 រៀលស្រប 55000 រៀលបាសកាឈឹមវុធីព្រមទាំងស្វាមី 20000 រៀលបាសកាយូកន្ស្រួងកូនចៅ 20000 រៀលបាសកាសំឋាន 5000 បាសកាកងធឿន 5000 រៀលបាសកជាសវណ្ណបាសកានងវណ្ណាកូនចៅ 20000 រៀលបាសកសុំមេតបាសកាមេឃអានមេអាតណាកូនចៅ 20000 រៀលបាសកាអ៊ូកំអូនកូនចៅ 20000 រៀលបាសកាហៃសុខមានកូនចៅ 10000 រៀលបាលោកអៃដាមលោកណាអុកញ៉ាសុកសុខាលោកជំទាវច័ន្ទលៀងបូជាកូនចៅបូជាពធ 100,000 រៀលបាសកាទេពសារ៉ាន់ឆោមសុគន្ធកូន 10000 រៀលបាសកាយូស៊ូខុននិងកូនខួនច័ន្ទធុងប្រងញាត 20000 រៀលបាសកាខុនសុនីម៉ាស្វាមីកូនស្រីពេជ្រ 60000 រៀលបាសកាស្គុនធីនស្វាមីប្រនទាំងបត់ $10 បាសកាស៊ីមស្រណាត់ស្វាមីកូនចៅ 10000 រៀលបាសកាហែមណយកូនចៅ 10000 រៀលបាសកាដងសុភី 10000 រៀលបាសកាខុតបលែនកូនចៅ 20000 រៀលបាសការៀងចិន្តាស្វាមីកូនចៅ 10000 រៀលញោមស្រីលោកគ្រូហេងបញ្ជា 10000 រៀលបាសកាជួនស្រីនិងកូនភូរីជាដើមនឹងចៅ 15000 រៀលបាសកាអេងស្កំកូនចៅ 20000 រៀលបាសកាគួយយែកហៀងណា 20000 រៀលបាសកាលោកបផាបាសេងសុកហេងបានហ៊ុនឆេងវ៉ាន់ឌីបាសកាពេនអែតទាំងអស់គ្នា$5បាសកាដួងលីបាសកាដួងលីនិងស្វាមីនិងកូនណាដួងលីនៅអូស្ត្រាលីណា 100,000 រៀលបាសកាកាំងសុកឆេងស្វាមី 30000 រៀលបាសកាធៀមលីងអួយស្វាមីនិងកូន 20000 រៀលបាសកាសុំសមួយស្វាមីនិងកូនបាសកាឈឹមតាវីនិងកូនចៅបាសកាឡៅរំលៀងនិងស្វាមីកូនចៅស្រាប់ទាំងអស់គ្នាទៅបានណា 50000 ចឹងណាបាសកាអេណៃកេងនិងស្វាមីនិងកូនមួយ 10000 រៀលបាសកាសេងសៀងអុយ 10000 រៀលបាសកាសេងសៀងអ៊ីមស្វាមីកូនចៅ 20000 រៀលបាសកាប៊ូសុធាស្វាមីនិងកូន 20000 រៀលបាសកាជាសនាវី 10000 រៀលបាសកាសូប៉ូលីននិងស្វាមីនិងកូន 10000 រៀលបាសកាណប់ធារីនិងកូនចៅ 15000 រៀលបាសកាណប់វីរី 10000 រៀលបាសកាគឹមសុខឿនបាសកាណេត 15000 រៀលបាសកាភួនយេតនិងមេលា 23000 រៀលបាសកាអ្នកម្ដាយបាសកាននលៀនធម្មញាតបច្ច័យ4លោកគ្រូបច្ច័យ4លោកអ៊ំប្រុស 30000 រៀលលោកគ្រូចេញចំណិត 30000 រៀលណាថែមមិនថែមទៀតណាហើយបាសកាបាសកាឆនផលលៀងនិងបាសកាសុកស្រីណា$50បូជាពធណាហើយបាសកាខឹងធូនិងបាសកាសាទនាគ្រីប៉ឹងសខំកូនចៅ 30000 រៀលបាសកាអោមសំខាន់និងកូនចៅ 30000 រៀលបាសកាតូឌីណារ៉ានិងស្វាមីបុត្រ 10000 រៀលបាសកាណាផាត់ច័ន្ទសយនិងកូនចៅ 10000 រៀលបាសកាតាំងប៉ោជឹងបាសកាតាំងប៉ោជឹងក្រុមគូសាកូនចៅចៅទួតបូជាពធ 40000 រៀលបាសកាបាសកต็មបេឡុងបាសកាហ៊ុននិងកូនចៅ 30000 រៀលបាសកាម៉ៃ 20000 រៀលបាសកាតូចណារ៉ាកូនចៅ 10000 រៀលបាសកាអ៊ុយយ៉ង 10000 រៀលបាសកាបាសកពួងលងភេងបាសកាជូសៀនកូនចៅ 20000 រៀលបាសកជាសង្អឿនចន្ទថានិងកូនចៅ 10000 រៀលកងភេបម៉ាស៊ីម 10000 រៀលបាសកាជាសកុំកូនចៅ 10000 រៀលបាសកណប់សៀងហៅបាសកាជាសខានកូនចៅ 10000 រៀលបាសកាអ៊ុយសានីកូនចៅ 10000 រៀលបាសកាអមតកឡា 10000 រៀលបាសកាទេសំណានកូនចៅ 5000 រៀលបាសកាប៉ឹងណាមេងមឹងណារ៉ាត់
ណា5000រៀលឈួនច័ន្ទថន5000រៀលលៀងស៊ីបួយណា5000រៀលបាសកាខេងលៀភីនេះហើយអាភា10000រៀលបាសកាថៃសកូនចៅណា5000រៀលបាសកាខៃហ៊ុនបាសកាខៃហួនកូនចៅ22000រៀលបមាក់បញ្ញារក្សាបូជាពធ50000រៀលបាសកជាសម្អាតនិងភរិយាទាំងបុត្របច្ច័យមេបូជាចំនួន60000រៀលដល់វត្តស្ពៅមាសហ្នឹងបាសកជាសម្អាតនិងភរិយាព្រមទាំងកូនចៅប្រុសស្រីជូនបច្ច័យ4លោកគ្រូអគ្គបណ្ឌិតចំនួន40000រៀលចៅតាន់សុមនីនិងបងប្អូនគ្រប់ជួនបច្ច័យ4លោកគ្រូចៅម៉ាឡៃ$20បាសកាសុកស្រីពៅស្វាមីនិងកូនចៅ50000រៀលបច្ច័យ4លោកគ្រូណា$10ហើយបច្ច័យ4លោកគ្រូ30000រៀលបូជាធម៌20000រៀលស្រប50000រៀលបាលោកសាមណេរនៃឌៀងនិងញោមប្រុសស្រីហើយបាសកាជួនស្រីនិងកូនចៅសូមសងសម្បត្តិសងទុកដាក់ប្រាក់ក្នុងវត្តនេះ100,000រៀលមានទឹកភ្លើងប្រសង់អាពាតចង្ហាន់ជាដើមណាស្អីនេះមិនតាន់ផងហើយសុផាតឧស្សាហ៍ជូនលោកគ្រូ05 40,000រៀលណាធាវីជូនលោកគ្រូ20000រៀលហើយលោកស្រីសនឈួនវងដាវីនិងស្វាមីជូនលោកគ្រូ30000រៀលបាសកាវ៉ាន់ម៉ានីនិងកូនចៅនិងលោកបាសកវ៉ាន់សុផុននិងក្រុមគ្រួសារ20000រៀលបាសកលួនវណ្ណាបាសកាពុំធីរិកាកូនចៅ20000រៀលបាសកសាន់ណងអ៊ីឌីវីនីបាសកាចិនសំណាងបាសកាចិនលឿន20000រៀលបាសកាស្រីពៅហៅម៉ាក់ពងេនិងបុត20000រៀលបាសកាចុងតូចនិងកូនចៅ2000រៀលសរុប82000រៀលណាហើយក្រុមកូនសិស្សលោកម្ចាស់សវណ្ណយ៉ារ៉ាបូជាពធលោកគ្រូ20000រៀលបាសកសាសូសុភ័ក្របាសកាចលីហូននិងកូនស្រីលីសាសុមនីបូជាពធ40000រៀលបាសកាកមារីខេម៉ា20000រៀលលោកយេរីណា10000រៀលបាសកាភុតបន្តានិងកូនចៅ60000រៀលបាសកាច័ន្ទបុផាណាព្រមទាំងកូនចៅ50000រៀលបាសកាអុកសារុនណាកូនចៅ20000រៀលបាសកាប៉ុលហ៊ីមស្វាមីកូនចៅ20000រៀលបាសកាឌឺស៊ីឌីនស្វាមីកូនចៅ20000រៀលសរុប60000រៀលហើយលោកយាយបាសកាណប់កាន់និកាជូនបច្ច័យ4លោកគ្រូ$50ហើយកងបាសកកងកុយបូជាពធ20000រៀលបាសកាលោកគ្រូយឹមសុជាអ្នកបូជាធัว50000រៀលពុទ្ធបរិស័ទក្រុមឡានបាសការរស់ចិននិងញាតិមិត្តបូជាពធ25000រៀលចូលបនមេបូជាវត្តស្ពៅមាសនេះ17000រៀលសរុប42000រៀលបាសកនប់សៀងហៅបាសកាឈៀនសខាន់កូនចៅបូជាមេបូជា$10បូជាពធ$10បាសកាខាត់កំលែងនិងអ្នកម្ដាយធំអ្នកមានគុណព្រមទាំងកូនចៅបូជាពធ50000រៀលភក្តីស្រីចិនកូនបង្ផាបូជាពធ50000រៀលហៅចន្ទថាអ៊ីធីហ៊ុនស៊ីតារ៉ា60000រៀលណាហើយផារ៉ាត់និងអាដាមផារ៉ាត់និងលោកជំទាវញ៉ាលីកាបូជាពធ50000រៀលហើយនេះបាសកវរណាបចៃ4លោកគ្រូបាសកាប៉ុលប៉ុប10000រៀលបាសកាកៅសមុទ្រណាកៅសមុទ្រ20000រៀលសរុប40000រៀលបាសកាហ៊ីងស៊ីវហៀង10000រៀលទៀតណាបាសិកាវងធីតាបូជាពធ20000រៀលឧបាពុទ្ធបរិស័ទពុទ្ធបរិស័ទបូជាពធមួយថ្ងៃ5វត្តហ្នឹងគឺសរុបទាំងអស់ទៅមក18នាក់ស្មើនឹង3,47,000ចែកជា5វត្តអស់ត្រឹមវត្តហ្នឹងហើយបើវត្តបាន41វត្តបាន48000រៀលហើយពុទ្ធបរិស័ទបូជាពធប្រចាំបុណ្យ21នាក់28000រៀលហើយសូមទោសមិនបានអានទេពុទ្ធបរិស័ទនេះបូជាពធសរុបប្រាក់បូជាពធ4,65,000រៀលលោកគ្រូបន្ថែម1,35,000រៀលគ្រប់40លានរៀល5វត្តបន្ថែមកន្ទុយ200,000ទៀតគ្រប់$100,000ណាសូមអនុមោទនាហើយថ្ងៃមេបូជាសម្ដែងពធ5វត្តប្រាក់បូជាពធបាន40លាន200,000រៀលស្មើនឹង$100,000ក្នុងនោះបន្ថែមបច្ច័យ4 13លានរៀល13លាន17,000រៀលជូននគរបាលសន្តិសុខ54នាក់អស់1,80,000រៀលគិតតែថ្ងៃមេបូជាសូមអនុមោទនា